បាទជំរាបសួរបងនេះជាវីដេអូនៃការ check report ដែលបងទៅលើអីវ៉ាន់ដែលបងបានដក stock ចេញពី AP Credit Memo អញ្ចឹងណាបងមានន័យថាបងចង់ដឹងថាក្នុងចន្លោះថ្ងៃដែលបង filter ហ្នឹងបងបានធ្វើ Credit Memo ចេញអីខ្លះឬក៏បានដក stock ទៅលើអីវ៉ាន់អីខ្លះអញ្ចឹងបងអាច check report បានអញ្ចឹងដើម្បីបងអាច check បានទី1បងចូលទៅខាង report បាទហើយបងយកពាក្យថា purchase បងចុចលើ purchase ហ្នឹងមកអញ្ចឹងបងនឹងឃើញមាន AP Credit Memo Report បងអញ្ចឹងបងចុចលើ AP Credit Memo Report ហ្នឹងមកបាទអញ្ចឹងពេលហ្នឹងកន្លែងនេះគឺយើងមាន day from day to មានន័យថាបងចង់ចាប់ផ្ដើមមើលពីថ្ងៃណារហូតដល់ថ្ងៃណាឲ្យ filter នៅ report ដែរ credit memo បងបានធ្វើ credit memo ចេញហ្នឹងបងបាទអញ្ចឹង day from នេះបងអាច select ថ្ងៃបានបងចុចលើបតិទិនហ្នឹងមកបងចុចយកថ្ងៃ1បាទអាហ្នឹងមានន័យថាខ្ញុំចង់ឲ្យវាចាប់ផ្ដើមយក report credit memo ចាប់ពីថ្ងៃ1ដែលខ្ញុំបានធ្វើមកអញ្ចឹងបងបាទអានេះday 2មានន័យថាបងចង់ឲ្យបញ្ចប់ត្រឹមថ្ងៃណាអញ្ចឹងខ្ញុំចុចលើបតិទិនហ្នឹងមកហើយខ្ញុំចុចយកថ្ងៃ10អញ្ចឹងមានន័យថាខ្ញុំចង់មើល report ដែលខ្ញុំបានធ្វើ credit memo ចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ10ឲ្យវាយកមកទាំងអស់អញ្ចឹងបងបាទអញ្ចឹងខ្ញុំ select ថ្ងៃរួចហើយយើងចុច filter មកបាទអញ្ចឹងពេលហ្នឹងវានឹងយក report នៃរបាយការណ៍ដែលបងបានធ្វើ credit memo ចេញមកចំនួនប្រមាណ invoice អញ្ចឹងបងបាទចានេះ report ដែលវា filter យកមកបានអញ្ចឹងបងចុច scroll មកក្រោមទៅវានឹងបង្ហាញព័ត៌មានលម្អិតថាបងបានធ្វើ credit memo ចេញពី vendor មួយណាហើយទៅលើ item អីហើយចំនួនប្រមាណអញ្ចឹងបងប្រមាណ unit ឬក៏ប្រមាណ case ប្រមាណប្រភេទដែលបងបានកំណត់អញ្ចឹងនេះជា report នៃ credit memo ដែលបងបានធ្វើចេញគឺវាសម្រេចនៅនឹងទាំងអស់អញ្ចឹងណាបង